បើចឹងមែននោះឧបាសកជាប្រយ័ត្នផងក៏ដាប់ដៃតាលោជីងកានេះជាផ្លូវទេវតាទៅទ្វារព្រះហើយពិតជាខ្លាំងពិតមែនគេចង់ធ្វើអីប្រើខ្លួន5ទប់ទល់ទេវតាអធិរាជមែនទេដកថយឆាប់ថយនេះគឺជាការបញ្ជូតរបស់អធិរាជមែនទេត្រឹមតែបញ្ចេញកម្លាំងសល់មានអំណាចគួរឲ្យខ្លាចយ៉ាងនេះលឿនខ្លាំងណាស់តាមកម្រិតយុទ្ធសាស្ត្រអធិរាជរបស់ខ្ញុំក៏មិនអាចមើលច្បាស់ដែរគេពិតជាខ្លាំងអស្ចារ្យមែនកម្លាំងព្រលឹងរបស់យើងកំពុងចុះខ្សោយតែមើលទៅគេហាក់ដូចជាមិនអីសោះទៅលេងរួចហើយអាត្មា10000ឆ្នាំមកនេះមិនដែលសប្បាយយ៉ាងនេះឡើយម្ដងទៀតទៅណាយុទ្ធការហើយកណ្ដាប់ដៃបំបែកមេឃវិជាគុណតាឡោជីងកាងមិនខូចមិនបានជាបែបនេះទុកជាប់ទេអធិរាជដូចជាបដិជគុណសូម្បីកលាធុកក៏ទុំមិនបានផងដូនតាទឹកដីអធិទេពល្អពិតជាខ្លាំងមែនព្រះហើយខ្ញុំមិនច្រឡំទេមិនដល់50ដង្ហើមផងព្រះសង្ឃចាស់នៅខ្ញុំស្មានថាសមត្ថភាពពួកគេប្រហែលគ្នាមកពីខ្ញុំគិតច្រើនពេកហើយកណ្ណាសម្រាប់ដៃគុណតែមួយផ្លេតទេដៃគុណជឿដែរទេជីវិតរបស់អាត្មាបើសិនជាញោមមិនបន្ធូរដៃទេអាត្មាប្រកាសជាស្លាប់នេះគឺជាបេះដូងព្រះពោធិសត្វញោមមិនមែនអធិរាជទេញោមជាទេវតាមែនទេខ្លាំងជាងទេវតាបន្តិចខ្លាំងជាងទេវតាបន្តិចឬក៏កំពូលស្ដេចទេវតាដៃគុណទីទៅអាត្មាមិនហ៊ានផ្ដេសផ្ដាស់ទេតែសមត្ថភាពរៀមច្បងលើសពីការយល់ដឹងរបស់អាត្មាហើយមិនដឹងថារៀមច្បងបន្តមកទៀតឬគិតទៅខាងណាទេមានអំណាចធំប៉ុណ្ណាទៀតមុននឹងមានគំនិតលើទឹកដីអធិទេពល្អប្រកាសជាទៅចាត់ការម្ដងមួយហើយសមត្ថភាពរៀមច្បងលើសគេអំណាចទាំងអស់នោះចំពោះរៀមច្បងប្រៀបដូចជាសត្វក្រមោចអញ្ចឹងសង្ឃឹមថារៀមច្បងបន្ធូរដៃទុកផ្លូវឲ្យពួកគេកែប្រែថ្មីមើលពួកគេស្គាល់កលៈទេសៈឬក៏ព្រះហើយអ្នកខ្លាំងកម្រិតអធិរាជសូម្បីតែ50ដង្ហើមក៏ទ្រាំមិនបានដែរក៏ត្រូវដូនតាទឹកដីភីមានបដូរបានការពិតគឺកំពូលស្ដេចទេវតាដែលគេនិយាយតគ្នាមិនចម្លែកទេដែលខ្លាំងបែបនេះអធិរាជចំពោះមុខគាត់មិនគួរនិយាយទេកម្លាំងពួកគាត់ស្មើគ្នាអាចវាយឲ្យកក្រើកមិនដែរលទ្ធផលខ្ញុំបរិសុទ្ធពេកហើយការពិតសង្កត់តែម្ខាងមិនក៏ខ្លាចជាបែបហ្នឹងព្រះសង្ឃចាស់នៅទ្វារព្រះចាញ់ហើយមិនដល់50ដង្ហើមផងក៏ចាញ់អញ្ចឹងទឹកដីអធិទេពភីមីវតើជាមនុស្សចម្លែកអ្វីទៅព្រះអង្គមានរឿងធំហើយដូនតាទឹកដីអធិទេពសង្ស័យជាកំពូលស្ដេចទេវតាព្រះសង្ឃទ្វារព្រះមិនមែនតែគូទេហើយបន្តទីគឺសិនឧយើងហើយមិននឹងអាចទទួលបានទៅយើងចង់ដឹកនាំទាហានទៅទទួលដូនតានៅទ្វារក្រុងក្រាបទូលព្រះអង្គទូលបង្គំទៅរៀបចំភ្លាមមិនឲ្យខកបំណងនោះទេទាំងអស់គ្នាត្រូវតាំងស្មារតីឡើងដូនតាទឹកដីអធិទេពភីមីវចិត្តមកដល់ហើយកុំខ្វះការគួរសមអីសោះមិនអញ្ចឹងលទ្ធផលពិបាកស្មានណាមិនក៏ជានាងទៅវិញនេះមានរឿងយ៉ាងម៉េចទេមិនដឹងតាស្រាប់តែជាអញ្ចឹងសំបីមកក៏មិនលេចមកខ្ញុំក៏មិនដឹងដូចគ្នាដែរមិញនេះឃើញទឹកមុខដូនតាដូចជាមានការភ្ញាក់ផ្អើលឬមួយក៏ពួកយើងធ្វើមិនត្រូវត្រង់ណាប៉ះពាល់ដល់ដូនតាទេដឹងមិនក៏អាត្មានេះឲ្យដូនតាមិនទាន់មកទៀនឬមួយក៏ពួកយើងធ្វើឲ្យប៉ះពាល់ដូនតាពិតមែនបាទដូនតាខាងដំណាក់ទេពអសរលាវយើងចាំមិនខានទេទាំងអស់គ្នាស្ងប់ស្ងាត់សិនដូនតាប្រហែលជាមានការបន្តអ្វីទៅសិនកុំទីផ្ដេសផ្ដាស់ឲ្យសោះយកល្អពួកយើងត្រៀមអំណោយយកទៅជូននៅទឹកដីអតិទេពបង្ហាញពីទឹកចិត្តពួកយើងក៏ស្រួលសុំទៅដែរកុំឲ្យដូនតាយកច្រឡំ
ម្ចាស់ក្រុងឆ្លៀសវៃពួកខ្ញុំទទួលបញ្ជា